បាទសួស្តីបងប្អូននេះគឺសកម្មភាពទង់ស៊ីចំណីនៅខាងយើងបងប្អូនគឺទង់ຂະຫນាត6លីដែលយើងលក់រាល់ថ្ងៃបងប្អូនហើយទង់នេះគឺនៅពេលដែលយើងយកទៅចិញ្ចឹមបងប្អូនយើងធ្វើតែបែបហ្នឹងបងប្អូនយើងអត់ចាំបាច់មានស្អីច្រើនដាក់ដីដាក់ផុកអីទេបងប្អូនគឺយើងដាក់តែបែបហ្នឹងគឺទង់វានឹងឡើងមកស៊ីចំណីបងប្អូនហើយបងប្អូនសួរថាការដាក់អាសណាញ់នេះបងប្អូននេះគឺហៅសណាញ់គេហៅខ្លះហៅសាច់អួនបងប្អូនឬក៏សណាញ់បាំងមាន់បងប្អូនដាក់បែបហ្នឹងសួរថាកកិតអត់កកិតទេបងប្អូនហើយអន្ទង់នេះបើយើងអត់ដាក់អញ្ចឹងទេវាអត់ស៊ីចំណីបងប្អូនមើលចាស់ស្ដែងចំណីវានៅទីនេះហើយអន្ទង់វានៅទីនេះវាអត់មកស៊ីទេបងប្អូនវាស៊ីនៅតែក្បែរខ្លួនវាហ្នឹងវានៅល្មីល្មូអញ្ចឹងហើយបើយើងអត់ធ្វើបែបហ្នឹងគឺទង់របស់យើងវាអត់សូវស៊ីចំណីទេពីព្រោះថាសត្វហ្នឹងវាដេកកន្លែងណាគឺវាស៊ីកន្លែងហ្នឹងបងប្អូនចឹងហើយបើយើងដាក់ចំណីនៅឯនេះកន្លែងដេកនៅនោះវាអត់ស៊ីទេដូចជាស្ដែងនេះគឺយើងដាក់កន្លែងហ្នឹងវាស៊ីកន្លែងហ្នឹងបងប្អូនកន្លែងណាដែលមានទង់គឺវាស៊ីហ្មងតែវាចាក់កន្លែងដែលមានចំណីតែអត់ទង់គឺទង់វាអត់ហៅមកស៊ីទេវាចិត្តនៅលមូគៀនខាងបងប្អូននៅគៀនខាងដែលដើមវាស៊ីអានចំណីតិចតួចអាចំណីដែលច្រើនហ្នឹងវាអត់មកស៊ីទេក៏ប៉ុន្តែបើយើងដាក់វាស៊ីនៅហ្នឹងវាស៊ីហ្នឹងគឺវាឡើងមកស៊ីឡើងនេះទេហ្មងអញ្ចឹងសត្វហ្នឹងវាខុសពីសត្វផ្សេងបងប្អូនវាអត់ទៅដើរហើរតាមចំណីវាចង់ឲ្យចំណីទៅដល់មាត់វាហ្មងអញ្ចឹងសត្វនេះអាចនិយាយថាវាសត្វខ្ជិលបងប្អូនតែការចិញ្ចឹមវាស្រួលហើយទឹកម្ដងយើងចិញ្ចឹមទឹកម្ដងវាល្អបែបហ្នឹងបងទឹកថ្លាមើលឃើញដល់ណាដល់ណីចឹងហើយពេលដែលយើងចាំនេះគឺវាងាយស្រួលអញ្ចឹងពេលអន្ទង់មានបញ្ហាលាកបញ្ហាអីយើងមើលឃើញយើងអាចប្រើថ្នាំភ្លាមហ្មងអន្ទង់នេះយើងអាចឲ្យស៊ីចំណីធម្មជាតិបានបងសាច់ត្រីសាច់ខ្យងយកមកកិននឹងច្រាំគ្រាន់ថាយើងឲ្យស៊ីចំណីបែបហ្នឹងវាហាខូចទឹកបន្តិចព្រោះទឹកវាស្អុយលឿនណាបងតែបើសិនយើងព្យាយាមប្រូរទឹកវាអត់អីទេយើងព្យាយាមដូរទឹកវាមួយថ្ងៃ2ដងមួយក៏3ដងទៅពេលដែលស៊ីឲ្យឲ្យចំណីឲ្យយើងប្រូរទឹកឲ្យយើងប្រូរទឹកទៅអន្ទង់នេះចិញ្ចឹមដូចកែបចឹងបងតែគាត់ថាវាយូរជាងកែបហើយវាស៊ីចំណីប្រូតអ៊ីនខ្ពស់ជាងកែបបងប្អូនទោះនេះយើងចិញ្ចឹមចន្លោះ9ខែអីទេវាអាចបាន4 1គីឡូ5 គីឡូឡើងនិយាយទៅ1 2ខាំ2ខាំកន្លះហ្នឹងតែបើស៊ីចំណីវាស៊ីតិចទេបងប្អូនត្រឹម1000ក្បាលមួយថ្ងៃស៊ីចំណីប្រហែលជា7ខាំទៅ8ខាំទៅប៉ុណ្ណាបងប្អូនត្រូវការចង់បានកូនទង់ទៅចិញ្ចឹមបងប្អូនអាចទៅទង់បានយើងមានទាំងបច្ចេកទេសចិញ្ចឹមមានទាំងចំណីមានទាំងថ្នាំមានទាំងកូនទង់យើងណែនាំបងប្អូនយើងប្រាប់ពីរបៀបចិញ្ចឹមបងប្អូនបង្រៀនបងប្អូនសម្រាប់បងប្អូនដែលចង់ចិញ្ចឹមពិតប្រាកដបងប្អូនបើបងប្អូនចង់ចិញ្ចឹមសាកលេងចិញ្ចឹមលេងទេកុំចិញ្ចឹមទេបងប្អូនព្រោះកូនទង់មានតម្លៃថ្លៃហើយកាលណាយើងចិញ្ចឹមលេងវាខាតបងខាតពេលវេលាបើបងប្អូនចង់ចេះចង់ដឹងហ្មងគឺបងប្អូនធ្វើតាមហ្នឹងបងប្អូនមិនបាច់ចាំទៅដាក់លូដាក់អីណាងាយៗទេបងប្អូនតែតង់បែបនេះចិញ្ចឹមបានបងប្អូនបាទត្រូវការទៅដឹងបានបងប្អូនអរគុណលា